សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំទិញងាវបានចំនួន1គីឡូដើម្បីយកទៅធ្វើងាវឆាអំពិលទុំហូបសម្រាប់មុខម្ហូបនាងខ្ញុំថ្ងៃនេះផងដែរគឺរៀងសាំញ៉ាំរៀងយូរពេលបន្តិចប៉ុន្តែមានរសជាតិឆ្ងាញ់ពិសេសតែម្ដងជាដំបូងនោះគឺនាងខ្ញុំយកងាវទៅត្រាំទឹកជាមួយនឹងម្ទេសជាមួយនឹងក្រូចឆ្មាបន្តិចផងដែរបងប្អូនត្រាំទុកវារយៈពេលចំនួន1ម៉ោងទៅ2ម៉ោងដើម្បីឲ្យវាអស់ដីរួចហើយយើងក្រោយពីយើងបានត្រាំរួចយើងចាប់ផ្ដើមយកវាទៅលាងឲ្យស្អាតរួចហើយយើងយកមកស្រុះសម្រាប់ទឹកស្រុះរបស់យើងមានខ្ទឹមសរំដេងគល់ស្លឹកគ្រៃស្លឹកក្រូចជាដើមចឹងទៅពុកម៉ែបងប្អូនរួចហើយយើងដាំទឹកឲ្យពុះបន្ទាប់ពីទឹករបស់យើងបានពុះហើយនាងខ្ញុំបានដាក់ងាវយើងចូលផងដែរសម្រាប់ងាវគឺមានចំនួន1គីឡូសម្រាប់ងាវនេះផងដែរនាងខ្ញុំស្រុះចំនួន2នាទីផងដែរបងប្អូនអាចស្រុះវាឲ្យឆ្អិនខ្លាំងក៏បានឬក៏នៅឈាមតិចក៏បានព្រោះដោយសារតែយើងយកទៅឆាមួយតង់ទៀតណាបន្ទាប់ពីយើងបានស្រុះងាវរយៈពេល2នាទីរួចហើយឥឡូវគឺនេះខ្ញុំបានស្រង់វាដាក់កញ្ច្រែងរួចយើងចាក់ទឹកត្រជាក់លាងវាបន្តិចទៅដើម្បីកុំឲ្យវាឆ្អិនជ្រុលបន្ទាប់ពីយើងបានស្រង់ងាវរួចឥឡូវយើងចាប់ផ្ដើមមកមើលពីរបៀបគាស់ងាវតែម្ដងសម្រាប់ការគាស់ងាវគឺយើងយកស្លាបព្រាគូបខ្នងចូលគ្នារួចហើយយើងយកដៃសង្កត់ទៅរួចជាការស្រេចយើងក៏បានងាវគាស់ហើយយ៉ាងស្អាតសម្រាប់ការគាស់ងាវនេះបងប្អូនអាចគាស់នឹងដៃក៏បានគាស់នឹងស្លាបព្រាដូចនាងខ្ញុំក៏បានដែរពុកម៉ែបងប្អូនប្រសិនបើបងប្អូនចង់គាស់មិនឲ្យឈឺដៃបងប្អូនអាចធ្វើតាមវិធីនាងខ្ញុំបានឥឡូវនេះងាវរបស់យើងក៏បានគាស់រួចរាល់ផងដែរបងប្អូនហើយនេះគឺជាគ្រឿងផ្សំមានរះព្រៅខ្ទឹមសខ្ទឹមក្រហមគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចមានអំពិលទុំនិងខ្ទឹមសជាមួយនឹងម្ទេសបុកជាមួយនឹងអំបិលរ៉ូឌីជាមួយនឹងស្ករប៊ីចេងឥឡូវបានរួចរាល់ហើយគ្រឿងផ្សំរបស់យើងចាប់ផ្ដើមមកធ្វើវិញម្ដងសម្រាប់ការធ្វើយើងរំលីងគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចខ្ទឹមសខ្ទឹមក្រហមក៏បានបងប្អូនដាក់ចូលគ្នារំលីងឲ្យឡើងឈ្ងុយបន្ទាប់ពីវាបានឈ្ងុយហើយយើងចាប់ផ្ដើមដាក់ខ្ទឹមសជាមួយនឹងម្ទេសដែលយើងបានបុកជាមួយស្ករប៊ីចេងរួចចូលផងដែររួចហើយយើងឆាច្បល់ឲ្យវាឡើងឈ្ងុយចូលសព្វគ្នាល្អត្រង់ចំណុចត្រង់នេះបងប្អូននេះខ្ញុំសូមបញ្ជាក់បន្តិចសម្រាប់ខ្ទឹមសខ្ទឹមក្រហមឬក៏ម្ទេសរបស់យើងបងប្អូនមិនបាច់បុកដូចនាងខ្ញុំក៏បានបងប្អូនអាចចិញ្ច្រាំដាក់ក៏បានដែរគ្រាន់តែថាធ្វើដូចនាងខ្ញុំទៅវាចូលជាតិល្អបន្ទាប់ពីយើងរំលីងគ្រឿងរបស់យើងបានឡើងឈ្ងុយហើយនាងខ្ញុំដាក់អំពិលទុំចូលរួចហើយយើងឆាច្បល់វាបន្តិចដើម្បីឲ្យវាឆ្អិនសព្វជាមួយនឹងសាច់អំពិលបានទន់ល្អយើងឆាវាច្បល់វាតតាគ្រឿងរបស់យើងជាមួយនឹងអំពិលទុំរៀងបែកចូលគ្នាសព្វល្អសិនបងប្អូនសម្រាប់ការធ្វើបែបនេះធ្វើឲ្យគ្រឿងឆារបស់យើងវាចូលសព្វគ្នាល្អហើយណាមួយអំពិលរបស់យើងនឹងវាបានអស់ចេញជាតិជូរល្អរួចហើយនាងខ្ញុំដាក់ទឹកដោះគោខាប់ចំនួន1ចុងស្លាបព្រាចូលផងដែរបងប្អូនយើងមើលតាគ្រឿងរបស់យើងជាមួយនឹងគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចបានសព្វចូលគ្នាល្អហើយនាងខ្ញុំបានដាក់ទឹកចូលសម្រាប់ទឹកនេះបងប្អូនដាក់តាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តទឹកចាស់ដាក់ទឹកច្រើនតែនាងខ្ញុំដាក់ទឹកប៉ានីសល្មមបន្ទាប់មកទៀតយើងយកវែកឆាច្បល់ចូលគ្នាទៀតបងប្អូនយើងយកវែកឆាច្បល់ចូលគ្នាឲ្យសព្វល្អទៅរួចហើយយើងទុកឲ្យវាពុះមកពុះល្មមបងប្អូនឲ្យពុះបែបនេះឲ្យវាដាច់ទឹកល្អបន្ទាប់មកវាបានខ្លាចទៅជាល្បាយខាប់បែបនេះបងប្អូនបន្ទាប់ពីវាបានខាប់បែបនេះហើយយើងចាក់ងាវរបស់យើងចូលបងប្អូនចំណុចត្រង់នេះបងប្អូនកុំភ្លេចភ្លក់ងាវរបស់យើងផងភ្លក់ទឹកងាវមិនមែនភ្លក់ងាវទេបងប្អូននាងខ្ញុំច្រឡំយើងភ្លក់ទឹកងាវឆាងាវរបស់យើងឲ្យវាល្មមផ្សំគ្រឿងល្មមហើយសមនឹងរសជាតិដែលយើងចង់បានហើយយើងចាក់ងាវរបស់យើងចូលរួចហើយយើងឆាច្បល់ចូលគ្នាឲ្យសព្វទៅបងប្អូនរួចជាការស្រេចយើងចុងក្រោយយើងថែមម្រះព្រៅរបស់យើងដែលបានបេះហើយលាងទឹកស្អាតរួចហ្នឹងចូលទៅដែរបងប្អូនសម្រាប់ការឆាជាលើកចុងក្រោយនេះបងប្អូនកុំឆាយូរពេកបើកាលណាតែយើងឆាយូរពេកវាអាចនឹងទឹកច្រើនចេញទឹកនេះគឺទឹកវាចេញពីងាវចេញពីបន្លែរបស់យើងផងអញ្ចឹងធ្វើឲ្យងាវឆាងាវរបស់យើងវាទឹកច្រើនពេកវាអត់សូវឆ្ងាញ់វាអត់សូវទំនងបងប្អូនយើងឆាល្មមទៅបានហើយឥឡូវនេះឆាងាវរបស់យើងក៏បានឈិតឆ្អិនហើយបងប្អូនសម្រាប់ការឆាច្បល់ងាវគឺបងប្អូនឆាត្រឹមតែរយៈពេល5នាទីអីបានហើយព្រោះកុំឲ្យវាចេញទឹកពីងាវខ្លាំងពេកព្រោះបណ្ដាលឲ្យវាអត់សូវទំនងឥឡូវនេះងាវរបស់យើងគឺបានឆារួចរាល់ហើយងាវឆាអំពិលទុំបានរួចរាល់ហើយយើងចាប់ផ្ដើមដួសដាក់ចានហូបទៅបងប្អូនមើលទៅទំនងខ្លាំងមែនតើបងប្អូនក្លិនឈ្ងុយរសជាតិឆ្ងាញ់បើនិយាយពីរសជាតិគឺជូរប្រៃផ្អែមតិចជូរតិច
ហឹរតិចតិចគឺជាតិតែម្ដងបងប្អូនហើយបានបន្ថែមក្លិនឈ្ងុយពីម្រះព្រៅយើងទៀតគឺរសជាតិអែមតែម្ដងអែមខប់សេរីរីតែម្ដងបងប្អូនមកបងប្អូនសូមអញ្ជើញឆ្ងាញ់ជាមួយនឹងនាងខ្ញុំទាំងអស់គ្នា